marching for peace is now happening in Cambodia. So we are working for peace. We're not fighting for war. We don't like wars right now. Today is 18 December 2025 and we are marching for peace from the capital Phnom Penh city. So we are walking from the riverside to the Monument Independence. So everybody join for the world peace. So Cambodian need peace. Cambodian don't want war. So join us today from Phnom Penh, the capital city of Cambodia.
cảm nhận son tập hiện trong đào bị cướp proteinទាំងអស់នៅទូទាំងសកលលោកជាការបណ្ដាប្រមាណបងប្អូនទីក្រុមនៃទីមេត្រីឃើញថាសុខភាពតារបស់យើងនៅក្នុងថ្ងៃនេះគឺពោពេញទៅដោយសេចក្តីសមមនោរីករាយតាមរយៈការចូលរួមដែលសបញ្ជាឲ្យឃើញពីទំហំនៃការអភិវឌ្ឍរបស់បងប្អូនទាំងអស់គ្នាเราជាសារលើឆាក់តែដូចតែមួយមានកំពុងតែនៅក្នុងលោកនេះការឲ្យមានហេតុផលជាច្រើនដែលបណ្ដាប្រទេសជុំវិញជាយោព្រះរាជាណាចក្រកម្ពុជាពិតជាធ្វើឲ្យខ្ញុំមានមោទនភាពនិងរឹតតែមានមោទនភាពដែលបានខ្លាយទៅជាកូនខ្មែរតែក្នុងនោះវត្តមានវ៉ាអៃដាមលុយទាវនិងបងប្អូនជនរួមជាតិទាំងអស់ដែលមានបានចូលរួមនៅក្នុងពិធីដំណើរស្មើជើងដើម្បីសន្តិភាពនេះគឺពិតជាការបង្ហាញឲ្យច្បាស់ទៅលើសម្លេងតែមួយនៃមហាគ្រួសារខ្មែរតែប្រជាជនកម្ពុជាទាំងអស់ទាំងនៅក្នុងនិងក្រៅប្រទេសគឺមិនត្រូវការសង្គ្រាមផ្ទុយទៅវិញគឺយើងត្រូវការនៃសុខសន្តិភាពសម្រាប់ប្រជាជាតិយើងទាំងមូល